នឹងសម្លប៉ិនមហូបដោយច្រើនហ្នឹងគឺយើងនៅវត្តមហូបវត្តញាតិញោមវត្តសត្វជនជាតិខ្មែរយើងអញ្ចឹងមហូបអាហារហ្នឹងឆាន់បានគ្រប់អង្គមុននឹងសូត្រធម៌អាត្មាសូមសម្ដែងការគោរពថ្លែងអំណរអរគុណយ៉ាងធំធេងចំពោះព្រះអង្គគ្រូកល្យាណធម្មោចាប់វណ្ណីព្រះគ្រូចៅតកាព្រះអង្គគ្រូសូត្រស្ដាំព្រះអង្គគ្រូសូត្រឆ្វេងនៅវត្តម៉ាក់សីខេត្តម៉ាក់សីប្រទេសបារាំងហើយអាត្មាមកថ្ងៃទី4ខែមិថុនាហើយតាំងពីមុនមកដល់បារាំងហ្នឹងគឺមានភាពកក់ក្ដៅណាស់បើដោយប្រសង់គ្រប់ទីកន្លែងហើយក្រោមការដឹកនាំនិមន្តធម្មទស្សនកិច្ចនៅតាមតំបន់ផ្សេងៗហ្នឹងគឺថាស្រួលរលូនខ្លីប៉ុន្តែមានន័យបានជួបប្រទេសធ្វើដំណើរហ្នឹងតាមត្រាំងផងតាមមេត្រូផងតាមស្អីទេទាំងលើគោកទាំងក្រោមដីលើដីអីហ្នឹងគឺថាស្គាល់គ្រប់កន្លែងគ្រប់ទោះបីមិនទៅគ្រប់នៅក្នុងសហគមន៍អឺរ៉ុបប៉ុន្តែកន្លែងដែលទៅហ្នឹងគឺធ្វើបានស្គាល់អញ្ចឹងគឺសូមថ្លែងអំណរអគុណថ្ងៃនេះថ្ងៃទី22ខែមិថុនា2025ត្រូវយប់នេះម៉ោង10:15នាទីអាត្មាត្រូវឡើងយន្តហោះទៅសៀងហៃប្រទេសចិនហើយចេញពីចិនទៅកម្ពុជាអញ្ចឹងម៉ោង11យប់ថ្ងៃទី23ដល់ប្រទេសកម្ពុជាអញ្ចឹងសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកបតីទឹកចិត្តព្រះអង្គគ្រូគ្រប់ព្រះអង្គនិងពុទ្ធបរិស័ទគ្រប់រូបហើយថ្ងៃនេះចង្ហាន់នេះដូចចង្ហាន់ជូនដំណើរចុងក្រោយរបស់ខ្ញុំកណ្ដាលអាត្មាភាពទាំងពីរអង្គហើយសូមប្រគេនពរនិងជូនបុណ្យកុសលដល់ព្រះអង្គគ្រូញាតិញោមទាំងអស់ដែលផ្ដល់ភាពកក់ក្ដៅនិងផ្ដល់អ្វីៗគ្រប់យ៉ាងហើយសូមប្រកាសណាគ្រប់ព្រះអង្គញាតិញោមគ្រប់រូបទទួលបាននៅសេចក្តីសុខសេចក្តីចម្រើនពុទ្ធពរ4ប្រការយុវណៈសុខៈពលៈកំបីឃ្លៀងឃ្លាតខ្លាយជាប្រការៈដតីឡាយសូមអនុមោទនាហើយថ្ងៃក្រោយថ្មមាត់មកទៀតអីទទួលផងណាទេអតឡាទេសុខេតាវេរលាហាពុនថសាសនេអរោគាសុខេតាហោនថសាហសាពេញាតភិនៈបរោទាំងសត្រីនូនចូលបាននៅប្រយោជន៍បាននៅសេចក្តីសោងចូលចម្រើនក្នុងព្រះពុទ្ធសាសនាចូលកុំឲ្យបាននៅសេចក្តីសោងព្រមទាំងញាតទាំងឡាយគ្រប់គ្នាសូមផលនៃច័ន្ទដែលជ្រះថ្លាក្នុងព្រះរតនត្រ័យនោះជាផលសម្រាប់ចូលជាផលសម្រាប់ចូលជាផលសម្រាប់ចំពោះទៅដល់មេដាបៃតាគុណគ្រូឧបជាយាចាគុណញាតិកា7សន្តានព្រោះនៅក្តីណាលោមចាស់ចែកឋានសូមជូនមគ្គផលកុសលកានសូមសោកសំសាដល់ឋានផុតទុក្ខទេវកន្ត្វានិវេទយងសព្ពេលោកមយេសត្តាជីវន្តាលហេភោជនាងសព្ពេលផន្តុមេមេចេតសាទេមនឆាន់គុណចាស់អ៊ំសុំទៅមួយអ៊ំ